សម្ដេចតេជោហ៊ុនសែនអំពាវនាវឲ្យសប្បុរសជនផ្ដល់សម្ភារៈថវិកាតាមរយៈរដ្ឋាភិបាលដើម្បីជួយកងកម្លាំងប្រដាប់អាវុធនិងបងប្អូនជនភៀសឹកសំណុំពរយុវជនម្នាក់ជួយជីអំបុកជីជាងជួយជីមីទទួលទានអំបុកស្រូវថ្មីវាយស្ត្រីឈ្លានពានភ្នំពេញសម្ដេចតេជោហ៊ុនសែននៅព្រឹកថ្ងៃទី10ខែធ្នូឆ្នាំ2025នេះបានអំពាវនាវដល់សប្បុរសជនផ្ដល់សម្ភារៈថវិកាតាមរយៈរដ្ឋាភិបាលដើម្បីជួយកងកម្លាំងប្រដាប់អាវុធនិងបងប្អូនជនភៀសឹកសម្ដេចបានលើកឡើងថាសំណុំពរយុវជនម្នាក់ពីសមរភូមិថាសូមជួយជីអំបុកល្អជាជាងជួយមីទទួលទានអំបុកស្រូវថ្មីវាយស្ត្រីឈ្លានពានសម្ដេចបានបង្ហោះសារដូចនេះថាសូមផ្ដាំផ្ញើសារសួរសុខទុក្ខចំពោះកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទដែលបាននិងកំពុងឈរជើងការពីទឹកដីដ៏អង់អាចក្លាហានដើម្បីប្រយុទ្ធប្រឆាំងជាមួយពួកចោរឈ្លានពានការពីទឹកដីសូមចូលរួមការលំបាកជាមួយបងប្អូនប្រជាជនភៀសឹកទាំងអស់ដែលភៀសខ្លួនដោយសារពួកចោរឈ្លានពានសូមអរគុណចំពោះសប្បុរសជនដែលបានចូលរួមជាសម្ភារៈថវិកាតាមរយៈរដ្ឋាភិបាលក៏ដូចជាសប្បុរសជនដែលបានយកទៅចែកជូនផ្ទាល់ដល់កងកម្លាំងប្រដាប់អាវុធនិងបងប្អូនជនភៀសឹកខ្ញុំបានឃើញសំណុំពរយុវជនម្នាក់ពីសមរភូមិថាសូមជួយជីអំបុកល្អជាជាងជួយមីខ្ញុំយល់ថាសំណុំពរនេះសមហេតុសមផលតែខ្ញុំយល់ថាការផ្ដល់ជីមីនៅតែបន្តជាមួយនឹងការផ្ដល់អំបុកបន្ថែមស្រូវថ្មីកំពុងជ្រូតកាត់សូមបងប្អូនសប្បុរសជនជួយទិញស្រូវធ្វើអំបុកឬជួយទិញអំបុកពីប្រជាជនយកទៅចែកជូនកងជនភៀសឹកសម្រាប់ការវេចខ្ចប់គួរធ្វើកំប៉ុង1គីឡូឬ2គីឡូសម្រាប់យុវជនម្នាក់យកតាមខ្លួនប្រសិនបើដាក់ជីបាវឬការ៉ុងរំបាក់ដល់ការចែកចាយនៅខ្សែត្រៀមជួរមុខទទួលទានអំបុកស្រូវថ្មីវាស្ត្រូវឈ្លានពាន